ពួកម៉ែបងប្អូននេះមានផ្លូវឡើងទិដ្ឋភាពភ្នំខ្ញុំមើលខ្ញុំបើមានផ្លូវជិះឡើងអញ្ចឹងខ្ញុំសាកជិះឡើងសិនមើលឡើងទៅដល់ណាដែរតែផ្លូវនេះដូចជាឃើញតែធ្វើថ្មីនេះមើលតាមពណ៌ស៊ីម៉ងណាពួកម៉ែបងប្អូននេះចាំមើលផ្លូវនេះទៅតែកសាងទេពួកម៉ែបងប្អូននេះនេះមើលនេះគឺជាភូមិខាងក្រោមភូមិដូចជាមិញភូមិកំពើត្បូងពួកម៉ែបងប្អូននេះទិដ្ឋភាពស្រស់ស្អាតអីបាទសូមជម្រាបសួរនៅសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំកំពុងតែស្ថិតនៅខាងមុខច្រកចូលទៅកាន់រមណីយដ្ឋានអាងកំពីងពួយក៏ប៉ុន្តែថ្ងៃនេះគោលដៅរបស់ខ្ញុំគឺទៅផ្ដិតយករូបភាពនៅខាងក្នុងភូមិស្របតាមជើងភ្នំក្រពើណាពុកម៉ែបងប្អូនទាំងអស់នេះចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាហើយសម្រាប់ផ្លូវចូលទៅកាន់អាងកំពីងពួយនេះផងដែរគឺខ្ញុំបានផ្ដិតយករូបភាពកន្លងមករួចមកហើយដែលសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលមិនបានទស្សនាអាចចូលទៅទស្សនាវីដេអូរបស់ខ្ញុំបាទនៅខាងក្រៅមុនបានអញ្ចឹងតោះទៅធ្វើដំណើរទៅទស្សនាទិដ្ឋភាពនៅក្នុងភូមិដែលស្ថិតនៅស្របតាមជើងភ្នំក្រពើជាមួយខ្ញុំទាំងអស់គ្នាបាទឥឡូវខ្ញុំធ្វើដំណើរហួសច្រកចូលរមណីយដ្ឋានអាងកំពីងពួយហើយខាងនេះផងដែរគឺជាកន្លែងលក់កូនឈើលក់ផ្កាណាពុកម៉ែបងប្អូនអរគ្នាគឺច្រើននិងស្រស់ស្អាតខ្លាំងមែនទែនផ្លូវនេះខ្ញុំកំពុងតែស្ថិតនៅលើផ្លូវជាតិលេខ57យើងទៅត្រង់គឺការធ្វើដំណើរឆ្ពោះទៅកាន់ខាងស្រុករតនមណ្ឌលស្រុកសំឡូតខេត្តបាត់ដំបងនិងខេត្តប៉ៃលិនហើយម្ដុំនេះគឺហៅថាឃុំភ្នំសំពៅណាពុកម៉ែបងប្អូនគ្នាគឺសម្បូរកន្លែងលក់កូនឈើលក់ការច្រើនមែនទែនអូមានកូនទុរេនកូនអីច្រើនទៀតច្រើនស្រស់ស្អាតឡើងមែនទែនខាងនេះក៏មានដែរពុកម៉ែបងប្អូននេះបាទមានស្វាយមានទុរេនមានច្រើនមុខមែនទែនសម្រាប់កូនឈើណាផ្កាក៏មានច្រើនដែរសម្រាប់យកទៅដាំលម្អគេហដ្ឋានខាងមុខនោះគឺកន្លែងលក់ត្នោតច្រើនណាពុកម៉ែបងប្អូនគ្នាមានលក់ផ្លែត្នោតទឹកត្នោតស្ករត្នោតតែខ្ញុំអត់បានទៅដល់ទេដោយសារគោលដៅរបស់ខ្ញុំគឺទៅថតនៅក្នុងភូមិស្របតាមជើងភ្នំក្រពើហើយនេះផងដែរអូមើលផ្លែត្នោតពុកម៉ែបងប្អូនគ្នាអើយតំណងអត់មកបែកខាងនេះគឺសម្បូរត្នោតហើយនេះឥឡូវខ្ញុំធ្វើដំណើរចូលទៅក្នុងភូមិហើយនេះចូលទៅក្នុងតាមរបងខ្លងទ្វារវត្តពុកម៉ែបងប្អូននេះគឺវត្តលាអាងភ្នំក្រពើមានចម្ងាយ1200ម៉ែត្រអញ្ចឹងតោះទៅតាមដានទស្សនាជាមួយខ្ញុំទាំងអស់គ្នាកន្លែងគាត់នេះចកាគាត់ដាំលហុងក្រូចឆ្មាស្លឹកគ្រៃអូស្លឹកគ្រៃច្រើនណាពុកម៉ែបងប្អូនគ្នាមើលនេះអាចប្រមូលផលបានហើយស្លឹកគ្រៃនេះប្រមូលផលលក់បានហើយដាំស្លឹកក្លើជាស្នៃដាំស្លឹកគ្រៃលក់ល្អមួយយ៉ាងដែរស្លឹកគ្រៃដូចជាតាមខ្ញុំដឹងមានអាយុប្រហែលជាមួយឆ្នាំពេលយើងដាំ1ឆ្នាំទៅ2ឆ្នាំគឺយើងអាចប្រមូលផលបានហើយយើងមិនហត់ស្រោចទឹកដាក់ជីបាញ់ថ្នាំអីច្រើនទេស្រោចទឹកយើងហត់ស្រោចតែដំបូងទេនៅពេលដែលវាលាស់ត្រួយលាស់ស្លឹកមកគឺយើងអាចប្រឡែងវាចោលបានហើយមើលស្មៅមើលអីតិចតួចទៅខែប្រាំងយើងដាក់ម្ដងពីរដងទឹកទៀតទៅគឺរួចរាល់ហើយឥឡូវនេះខ្ញុំបានមកដល់ខាងមុខសាលាបឋមសិក្សាក្រពើកើតខាងនេះគេហៅក្រពើកើតមានដូចជាភូមិម្ដុំនេះដូចជាមានក្រពើកើតក្រពើជើងក្រពើត្បូងអីខ្ញុំអត់ច្បាស់ដែរពុកម៉ែបងប្អូនគ្នាតែច្បាស់ជាងគេមានភូមិក្រពើជើងតែមិញនេះដាក់ភូមិក្រពើកើតចាំមើលទៅតាមដានជាមួយខ្ញុំទាំងអស់គ្នានេះផ្សារភូមិគេណាពុកម៉ែបងប្អូនគ្នាផ្សារភូមិក្រពើកើតហើយតាមខ្ញុំគិតនេះមានពុកម៉ែបងប្អូនយើងក៏លក់ច្រើនដែរតើដោយសារខ្ញុំថតវីដេអូនេះថតប្រហែលជានៅក្នុងម៉ោង9ព្រឹក
ចឹងនៅមានអាជីវករគាត់លក់ដូរនៅខាងក្នុងផ្សារដែរអូនេះមានផ្លូវបត់ទៅមួយភូមិគេធំដែរបាទបងប្អូនគ្នាសម្បូរដើមថ្នោតណាបងប្អូនគ្នាដើមថ្នោតដើមដូងស្តៀងនៅភូមិខាងក្រោយភ្នំសំពៅមិនដែរភូមិសំណាញ់ណាដើមស្លាក៏មានដែរនោះបាទបងប្អូនគ្នានិយាយទៅដូចនៅខាងប៉ែកម្ដងភ្នំសំពៅភ្នំក្រពើភ្នំតាក្រៀមខាងកាពីពួយគឺសម្បូរហ្មងរឿងដើមដូងដើមស្លាបបងប្អូនគ្នាដូចខាងនេះដូចនិយមដាំហ្មងនេះគឺជាភ្នំក្រពើណាពុកម៉ែបងប្អូនគ្នាអូក្រូចឆ្មាគាត់នេះល្អម្ល៉េះនេះល្អពុកម៉ែបងប្អូនផ្លូវនេះខ្ញុំធ្លាប់មកដូចជា 4-5 ខែមុនពុកម៉ែបងប្អូនអរគ្នាខ្ញុំធ្លាប់មកម្ដងដែរផ្ទះអ្នកភូមិច្រើនមិននឹកស្មានណាមិននឹកស្មានថាភូមិដែលចោះមកពីផ្លូវជាតិរឿងជ្រៅមិនជ្រៅណាទេក៏មិនតែវាមើលទៅអត់ដូចជាអត់សមនឹងមានផ្ទះអ្នកភូមិច្រើនដល់ពេលចូលមកច្រើនទាំងមានផ្ទះទាំងតូចផ្ទះធំមើលពុកម៉ែបងប្អូនទាំងអស់គ្នាដូចពុកម៉ែបងប្អូនទាំងអស់គ្នាឃើញក្នុងវីដេអូជាក់ស្ដែងអញ្ចឹងគឺផ្ទះច្រើនខ្លាំងមែនទែនជាប់គ្នាអញ្ចឹងអានេះពុកម៉ែបងប្អូនគ្នាផ្លូវអត់ពិបាកទេប៉ុន្តែវាមានថ្មអញ្ចឹងណារលាក់នេះគឺជាទិដ្ឋភាពជើងភ្នំក្រពើហើយណាពុកម៉ែបងប្អូនគ្នាហើយផ្លូវនេះបងឯងគឺខ្ញុំធ្វើដំណើរនេះគឺស្របតាមជើងភ្នំក្រពើនេះតែម្ដងនៅខាងកតុយកពើគេហៅលអាងវត្តអាងក្រពើភ្នំក្រពើហ្នឹងណាគឺនៅដូចយើងមើលពីខាងនោះមកគឺមានដូចស្ថិតនៅលើកតុយកពើចឹងពុកម៉ែបងប្អូនគ្នាអ្នកភ្នំផ្លូវរាប់តាមភ្នំនៅតែម្ដងគឺមានវត្តមួយវត្តហ្នឹងស្រស់ស្អាតណាខាងលើគឺមានអាស្រមមានកុដិមានកន្លែងតាំងសមាធិហើយមានលអាងទៀតពុកម៉ែបងប្អូនគ្នាខាងលើវត្តហ្នឹងខ្ញុំបើថាពុកម៉ែបងប្អូនគ្នាខ្ញុំធ្លាប់ផ្ដិតវីដេអូធ្វើជាវីដេអូនៅក្នុងនៅវត្តហ្នឹងផងដែរអញ្ចឹងពុកម៉ែបងប្អូនគ្នាអាចដូចជាខ្ញុំឲ្យបានបង្ហោះចូល YouTube ទេដូចជាខ្ញុំបង្ហោះចូលនៅក្នុង Facebook Page គឺខ្ញុំផ្ដិតយករូបភាពនៅលើវត្តភ្នំលអាងភ្នំក្រពើហ្នឹងហើយក្នុងខាងក្នុងមានលអាងហើយមានអ្នកគាត់សនៈធោសមាធិនៅក្នុងហ្នឹងណាពុកម៉ែបងប្អូនអរគ្នាខ្ញុំនិយាយខាងដើមចឹងមកនេះផ្ទះពួកគាត់ច្រើនខ្លាំងមែនទេភូមិនឹកស្មានមិនដល់ថាភូមិតែនៅខាងក្នុងមានផ្ទះពុកម៉ែបងប្អូនយើងរស់នៅច្រើនភូមិផ្ទះច្រើនខ្លាំងទេផ្លូវនេះមិនពិបាកណាទេប៉ុន្តែពុកម៉ែបងប្អូនគ្នាសម្រាប់ផ្លូវក្នុងភូមិណាគ្រាន់តែថាផ្លូវនេះអាចមើលទៅដូចជាកសាងរៀងយូរដែរហើយបានវាមានសភាពរៀងថ្មឡើងធំហើយមានកន្លុកទឹកដក់កន្លុកអីចឹងណាបាទស្របតាមនេះតែម្ដងជើងភ្នំតែដូចនិយាយដដែលចឹងនឹកស្មានមិនដល់ថាខាងក្នុងនេះមានផ្ទះពុកម៉ែបងប្អូនយើងគាត់រស់នៅច្រើនណានឹងជាប្រមាណគ្រួសារទេនេះឥឡូវនេះដូចខ្ញុំនិយាយខាងដើមចឹងពុកម៉ែបងប្អូនអរគ្នាគឺមានភូមិម្ដុំនេះគឺមានភូមិក្រពើជើងក្រពើត្បូងក្រពើកើត
នេះឥឡូវមិញហ្នឹងផ្លូវចូលមិញគេហៅភូមិក្រពើកើតឥឡូវនេះខ្ញុំបានមកដល់ភូមិក្រពើត្បូងនេះពុកម៉ែបងប្អូននេះខាងមុខសាលាបឋមសិក្សាក្រពើត្បូងអញ្ចឹងមិញផ្លូវចូលមកមិញគឺគេហៅភូមិក្រពើកើតដល់ឥឡូវមកដល់ភូមិក្រពើត្បូងឥឡូវធ្វើដំណើរបន្តទៅមុខជាមួយខ្ញុំទាំងអស់គ្នាទៀតចុះភូមិក្រពើជើងនៅខាងណាវិញខ្ញុំអត់សូវស្គាល់ដែរតើតែពុកម៉ែបងប្អូនទាំងអស់គ្នាទៅតាមដានទស្សនាជាមួយខ្ញុំមិញក្រពើកើតក្រពើត្បូងក្រពើជើងអាចនៅខាងមុខហ្នឹងមើលទៅផ្ទះបាត់ធំធំសម្បូរដាំត្នោតណាបងប្អូនអញ្ចឹងបានខ្ញុំចេះឆ្ងល់ត្នោតនៅខាងផ្លូវធំផ្លូវជាតិលេខ57ម្ដុំហ្នឹងបានត្នោតមកយកត្នោតមកពីណាអីក៏ច្រើនម្ល៉េះដាក់លក់តាមផ្លូវហើយយើងមើលនៅតាមដងផ្លូវធំនោះអត់សូវមានដើមត្នោតទេដល់តែចូលមកខាងក្នុងចេះបានដឹងថាអូនេះមានដើមត្នោតច្រើនតែត្នោតច្រើននេះនោះគឺជាដំបូលមាត់អីពុកម៉ែបងប្អូនគ្នានោះឃើញលឹមហ្នឹងណាគឺវត្តវត្តលាងភ្នំក្រពើឲ្យពុកម៉ែបងប្អូនគ្នាទៅខាងមុខបានឃើញវត្តច្បាស់ចាំខ្ញុំទៅផ្ដិតយករូបភាពជូនពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យកាន់តែច្បាស់តែខ្ញុំអត់បានឡើងទៅវត្តទេដោយសារតែវីដេអូនេះខ្ញុំបដោតថតទស្សនវិជ្ជាតាមផ្លូវតាមភូមិណាពុកម៉ែបងប្អូនគ្នាផ្ទះច្រើនភូមិប្រមាណភូមិនេះក៏ប៉ុន្តែមានសភាពស្ងប់ស្ងាត់ល្អអត់អ៊ូអអត់រញ៉េរញ៉ៃទេប៉ុន្តែចំនួននេះគឺច្រើនផ្ទះចំនួនផ្ទះម៉ែបងប្អូនយើងនេះអូនេះគេហៅថាវត្តមនីរស្មីហៅវត្តភ្នំក្រពើវត្តហៅវត្តកន្ទុយក្រពើពុកម៉ែបងប្អូនគ្នាបាទនោះខាងនោះសិតតឡាងណាពុកម៉ែបងប្អូននេះផ្លូវឡើងគឺចូលទៅឡាងផងដែរដោយសារតែខ្ញុំដូចខ្ញុំនិយាយខាងដើមអញ្ចឹងគឺខ្ញុំធ្លាប់ឡើងចូលទៅក្នុងឡាងហ្នឹងឡាងធំគួរសមដែរណាពុកម៉ែបងប្អូនគ្នាស្រស់ស្អាតវត្តនេះនៅក្នុងនេះបាទនោះសិតតែផ្លូវចូលឡាងឯងពុកម៉ែបងប្អូនគ្នាល្ងិតហ្នឹងគឺច្រកចូលហើយបាទផ្ទាំងថ្មធំហើយខាងនេះគឺដើមដូងឃើញដើមដូងច្រើនខ្វាកសស្អាតភូមិកត់នោះមានផ្លូវទៅមុខទៀតតែខ្ញុំជ្រើសរើសចូលតាមផ្លូវនេះវត្តតាមនេះជុំវិញវត្តរស្មីវត្តមនីរស្មីលាងកន្ទុយក្រពើវត្តនេះស្ងប់ស្ងាត់ណាបងប្អូនគ្នាគឺសម្បូរមានគាត់អ្នកតាំងសមាធិនោះព្រះវិហារដូចជានៅខាងលើពុកម៉ែបងប្អូនគ្នាហើយនោះគឺជាកម្មចដាឡើងទៅកាន់ព្រះវិហារផងដែរនេះហើយកម្មចដាហ្នឹងគឺយើងឡើងទៅគឺយើងចូលទៅដល់លាងកន្ទុយក្រពើហ្នឹងណាហើយក៏មានអ្នកគាត់សមាធិនៅនឹងក្នុងលាងហ្នឹងផងដែរតែឥឡូវខ្ញុំមិនដឹងមិនទេតែការខ្ញុំមកពី5-6 ខែមុនគឺមានអ្នកគាត់សមាធិនៅក្នុងហ្នឹងណាខ្ញុំចូលទៅជួបភ្នំនេះធំណាពុកម៉ែភ្នំក្រពើណាឥឡូវខ្ញុំកំពុងតែធ្វើដំណើរស្របតាមរបងវត្តលាងកន្ទុយក្រពើបាទមានឱកាសល្អខ្ញុំនឹងចូលទៅផ្ដិតយករូបភាពនៅលើភ្នំនិងក្នុងលាងចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាផងដែរ
នេះមានផ្លូវឡើងទៀតខ្ញុំមិនដែលដឹងពួកម៉ែបងប្អូននេះមានផ្លូវឡើងទិដ្ឋភាពភ្នំខ្ញុំមើលខ្ញុំបើមានផ្លូវជិះឡើងអញ្ចឹងខ្ញុំសាកជិះឡើងសិនមើលឡើងទៅដល់ណាដែរតែផ្លូវនេះដូចជាឃើញតែធ្វើថ្មីនេះមើលតាមពណ៌ស៊ីម៉ងណាពួកម៉ែបងប្អូននេះចាំមើលខ្ញុំសាកធ្វើដំណើរឡើងចោតដែរឡើងតើឡើងលេខ1ម៉ូតូពួកម៉ែបងប្អូនគ្នាមានរូបព្រះអង្គរូបពួកម៉ែបងប្អូនគ្នាហើយឡើងមួយខ្ញុំបន្តទៀតខ្ញុំធ្លាប់ឡើងដែរប៉ុន្តែខ្ញុំឡើងតាមផ្លូវមកជើងណាពុកម៉ែបងប្អូនអរគ្នាមើលឥឡូវឡើងដល់ណាផ្លូវនេះទៅតែកសាងទេពុកម៉ែបងប្អូនអរគ្នាខ្ញុំស្គាល់ហើយផ្លូវនេះផ្លូវនេះទៅតែចាក់ទេពុកម៉ែបងប្អូនអរគ្នានេះកាលលើកមុនខ្ញុំចំណាំចដានេះចុះទៅខណ្ឌឡាងបាទកាលខ្ញុំមកដំបងតាមនេះគឺអត់តាន់មានផ្លូវទេ 5-6 ខែមុនឥឡូវគេធ្វើថ្មីផ្លូវឡើងស្អាតតែម្ដងពុកម៉ែបងប្អូនគ្នានេះស្ងាត់ណាស្ងាត់ជ្រាបតែម្ដងឥឡូវខ្ញុំធ្វើដំណើរឡើងទៅខាងលើបន្តទៀតល្អខ្លាំងមែនទែនគាត់អភិវឌ្ឍវត្តនេះខាងលើនេះព្រះវិហារពុកម៉ែបងប្អូននេះស្រស់ស្អាតខ្លាំងមែនទែនឥឡូវជ្រុលថាបានឡើងមកហើយផ្ដិតយករូបភាពចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាយើងទស្សនាតែម្ដងទៅខាងក្រោមនោះស្អាតខ្លាំងមែនទែនពុកម៉ែបងប្អូនគ្នានេះនេះកន្លែងនេះខ្ញុំធ្លាប់ឡើងមកផ្ដិតយករូបភាពណានេះមើលនេះគឺជាភូមិខាងក្រោមភូមិដូចជាមិញភូមិកំពើត្បូងពួកម៉ែបងប្អូនគ្នានេះទិដ្ឋភាពស្រស់ស្អាតអីបាទដំបងឡើយថាអត់បានឡើងមកផ្ដិតយករូបភាពចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាទេរងចាំវីដេអូក្រោយប៉ុន្តែដោយសារជិះមកឃើញផ្លូវគេកសាងថ្មីការខ្ញុំមកលោកមុនអត់តាន់មានផ្លូវនឹងទេឥឡូវឆ្លៀតពេលអាចឡើងមកបានធ្វើដំណើរតាមម៉ូតូឡើងមកបានខ្ញុំឡើងមកតែម្ដងដើម្បីផ្ដិតយករូបភាពចែកជូនពុកម៉ែបងប្អូនអរគ្នាទស្សនានេះគឺជាទិដ្ឋភាពខាងភូមិក្រពើត្បូងដែលនៅរត់តាមនេះណាពុកម៉ែបងប្អូននេះជើងភ្នំក្រពើតែម្ដងស្រស់ស្អាតណាស្លាស់មុខស្លាស់មាត់ល្អពុកម៉ែបងប្អូនគ្នានោះមើលឃើញស្រុកសំឡូតស្រុករតនមណ្ឌលខេត្តបៃលិនបាទនេះគឺមានបងមានឯកន្លែងអង្គុយក៏រៀបចំកសាងអភិវឌ្ឍចាប់ដើមអភិវឌ្ឍនេះគឺជាពុទ្ធរូបផងដែរកាលលើកមុនខ្ញុំមកខ្ញុំនិយាយតាមត្រង់ពុកម៉ែបងប្អូនគ្នាខ្ញុំមានអារម្មណ៍ថាដូចជាស្ងេះស្ងាវដោយសារតែដូចមានអារម្មណ៍ថាវត្តដែលទុកចោលអញ្ចឹងខាងលើនេះសុទ្ធតែព្រៃតែម្ដងដូចជាមិនដូចគេបោះបង់ចោលណាតែឥឡូវគឺពួកគាត់ចាប់ផ្ដើមកសាងនិងអភិវឌ្ឍថ្មីហើយអញ្ចឹងគឺមានសភាពស្រស់ស្អាតខ្លាំងមែនទែនអញ្ចឹងពុកម៉ែបងប្អូនអរគ្នាអាចមកលេងនិងមកទស្សនាបានហើយមិនចាំបាច់បើថាពុកម៉ែបងប្អូនទាំងគ្នាហត់ឬក៏នេះមិនចាំបាច់ឡើងមកដោយថ្មើរជើងទេយើងអាចបើករថយន្តឡើងមកលើនេះបានរថយន្តឬក៏ម៉ូតូអញ្ចឹងណាហើយខាងលើនោះគឺជាដូចជាព្រះវិហារណាពុកម៉ែបងប្អូនគ្នាតែខ្ញុំអត់បានឡើងទេខ្ញុំ
មកផ្ដិតយករូបភាពប៉ុណ្ណេះអាចថាឱកាសក្រោយខ្ញុំនឹងមកផ្ដិតយករូបភាពនៅភ្នំនេះម្ដងទៀតដើម្បីលម្អិតសូមបញ្ជាក់ផងដែរថាភ្នំនេះគឺជាភ្នំដែលមានឈ្មោះថាភ្នំលាងកន្ទុយក្រពើអញ្ចឹងខ្ញុំត្រូវបន្តដំណើរទៅតាមទិដ្ឋភាពតាមដងផ្លូវចេញទៅកាន់ផ្លូវកពីងពួយវិញអញ្ចឹងចាំឱកាសក្រោយខ្ញុំនឹងមកផ្ដិតយករូបភាពម្ដងទៀតណានៅក្នុងលាងក្នុងអីបន្ថែមទៀតមានច្រើនពុកម៉ែបងប្អូនគ្នាភ្នំនេះដូចខ្ញុំនិយាយអញ្ចឹងពុកម៉ែបងប្អូនគ្នាដូចភ្នំលាក់ខ្លួនមួយអញ្ចឹងដែលពុកម៉ែបងប្អូនគ្នាជាពិសេសភ្ញៀវទេសចរមិនថាក្នុងខេត្តឬក៏ក្រៅខេត្តទេទៅហួសមកហួសអញ្ចឹងណាតែខ្ញុំណែនាំឲ្យពុកម៉ែបងប្អូនគ្នាមានឱកាសមកលេងភ្នំសំពៅភ្នំអីអាចឆ្លៀតពេលវេលាមកលេងភ្នំនេះផងដែរប៉ុន្តែឧទាហរណ៍ថាពុកម៉ែបងប្អូនគ្នាខ្ញុំណែនាំចែកបើសិនជាពុកម៉ែបងប្អូនគ្នាមកលេងខាងភ្នំសំពៅចង់ឲ្យពុកម៉ែបងប្អូនគ្នាលេងពេលវេលាអាចថាមករៀងថ្ងៃឬក៏ភ្លឺបន្តិចមកលេងភ្នំក្រពើមកឡើងភ្នំលាងមកលេងវត្តលាងកន្ទុយក្រពើនេះសិនហើយចេញពីនេះចាំយើងទៅលេងភ្នំសំពៅឡើងភ្នំសំពៅហើយចុះមកវិញល្ងាចយើងទស្សនាអង្គុយទស្សនាប្រជាចេញពីភ្នំសំពៅតែម្ដងនេះអូទេសភាពវិញខ្ញុំនិយាយចឹងស្ងប់ស្ងាត់ល្អអង្គការខ្ញុំមកដំបងណាពុកម៉ែបងប្អូនគ្នា 5-6 ខែមុនអត់តាន់មានផ្លូវនេះខ្ញុំធ្វើដំណើរឡើងតាមចដាវជើងឲ្យមកដល់ខាងលើនេះស្ងាត់ខ្លាំងមែនទែនណាចង់និយាយថាព្រឺសបល់ណាពុកម៉ែបងប្អូនគ្នាមានអារម្មណ៍ថាខ្លាចដោយសារតែប្រសពតែព្រៃខាងលើមិញកន្លែងខ្ញុំថតមិញនោះម្ដុំនេះអត់មានផ្លូវចេះតែគឺព្រៃហើយស្ងាត់ដូចមកភ្នំមានតែឯងតែខ្ញុំមកមិញគឺដូចជាមានលោកតាម្នាក់គាត់ចាំនៅខាងនឹងដែរបាទនៅចាំនៅខាងព្រះវិហារហ្នឹងណាបាទខាងមុខនោះដូចជានេះឲ្យពុកម៉ែបងប្អូនគ្នាជួរភ្នំតង្កែនឥឡូវខ្ញុំចុះពីភ្នំក្រពើនេះទៅវិញបាទចោតដែរហើយនេះគឺនេះរូបពុទ្ធរូបណាពុកម៉ែបងប្អូនគ្នាពុទ្ធរូបផ្ចាញ់មីផ្លូវនេះมันជាបើយើងប្រៀបធៀបភ្នំសំពៅឬក៏កន្លែងផ្សេងมันជាចោតប្រមាណទេមិនថាឡានឬក៏ម៉ូតូទេនេះយើងអាចធ្វើដំណើរបានមួយស្រួលដែរម្ដងពុកម៉ែបងប្អូនគ្នាអូល្អខ្លាំងមែនទេដែលខាងវត្តគាត់ចេះអភិវឌ្ឍកសាងផ្លូវថ្មីរៀបចំខាងលើឲ្យស្រស់ស្អាតណាស្មានមិនដល់សារខ្ញុំមកការលើកមុននោះគឺស្ងាត់ខ្លាំងពេកមើលទៅដូចអស់សង្ឃឹមតែម្ដងដូចជាមិនមានការគិតថាមានការអភិវឌ្ឍឬក៏កែប្រែឲ្យស្រស់ស្អាតដូចពេលបច្ចុប្បន្ននេះទេអាចថាគាត់កំពុងកសាងបន្ថែមទៀតអញ្ចឹងអាចថាប្រហែលខែឬក៏ឆ្នាំទៅមុខទៀតអាចថាស្អាតជាងនេះអូផ្លូវកន្លែងស្អាតផ្កាអមជុំវិញផ្លូវតែម្ដងសងខាងផ្លូវខ្ញុំអត់ទាន់ស្គាល់ផ្កានេះថាជាផ្កាឈ្មោះអីណាពុកម៉ែបងប្អូនគ្នាផ្កាលឿងហ្នឹងពុកម៉ែបងប្អូនគ្នាដឹងឬក៏ស្គាល់ជួយ comment ប្រាប់ខ្ញុំម្នាក់មួយផងឆ្ងល់យូរហើយតែអត់មានអ្នកប្រាប់បាទនេះគឺជាទិដ្ឋភាពភ្នំពុកម៉ែបងប្អូនគ្នាភ្នំក្រពើណាទៅផ្លូវណាអញ្ចឹងពុកម៉ែបងប្អូនគ្នាមិនដឹងថាផ្លូវឆ្វេងឬក៏ទៅត្រង់នេះដែលចេញពីភូមិនេះមកខ្ញុំទៅត្រង់ដូចជាផ្លូវរាងតូចសងប្រេងជាមួយខ្ញុំទាំងអស់គ្នាពុកម៉ែបងប្អូនហើយបើថាចេញរួចថយក្រោយមានតែប៉ុណ្្នឹងរឿងហ្នឹងផ្លូវនេះរាងតូចបើផ្លូវបាត់ឆ្វេងមិញផ្លូវរាងធំអាចថាផ្លូវមិញហ្នឹងជាផ្លូវចេញពីភូមិ
វាមិនមានអីក្រៅពីការសាកល្បងទេពុកម៉ែបងប្អូនអ្នកគ្នាឆ្លងកាត់បើយើងមិនធ្វើដំណើរមកយើងមិនដឹងទេយើងនៅតែមានចម្ងល់បើថាយើងធ្វើដំណើរមកម្ដងយើងដឹងហើយមកកើតឬមិនកើតចេញរួចមិនរួចទុកជាប័ណ្ណពិសោធន៍បើទៅមិនរួចយើងថយក្រោយទៅនេះផ្លូវទៀតពុកម៉ែបងប្អូនអ្នកគ្នាអូខ្ញុំយល់ហើយខ្ញុំធ្លាប់ធ្វើដំណើរនៅផ្លូវធំផ្លូវនេះអាចចេញទៅខាងពាក់កណ្ដាលភូមិអញ្ចឹងខ្ញុំធ្វើដំណើរតាមផ្លូវនេះវិញប្រហែលជាត្រូវពុកម៉ែបងប្អូនមិញបើសិនជាខ្ញុំបត់ឆ្វេងមិញប្រហែលជាល្អគឺផ្លូវមិញហើយពុកម៉ែបងប្អូនគ្នាដែលផ្លូវចេញទៅផ្លូវធំផ្លូវនេះក៏ចេញបានដែរតែគ្រាន់តែថាវាផ្លូវដែលចេញពីភូមិនេះច្រើនវាមានផ្លូវតូចផ្លូវធំផ្លូវលំអញ្ចឹងណាផ្លូវណាដែលគេនិយមជិះផ្លូវណាដែលមិនជាសូវនិយមអញ្ចឹងមានតូចមានធំតែអាចចេញបានដូចគ្នាមិនជាវង្វេងទេសុពោចំការដែរនៅចំការល្មុតខ្ញុំស្រឡាញ់ម្លេះពុកម៉ែបងប្អូនគ្នាអើយនេះចំការល្មុតនេះមកកំរឃើញណាពុកម៉ែបងប្អូនអរគ្នាអើយនេះដើមល្មុតអាយុ30 40 60ឆ្នាំមកដឹងនេះអូតិចល្អតែឈឹងតែឆៃតែម្ដងពុកម៉ែបងប្អូនអរគ្នាមើលខាងក្រោមអត់មានស្មៅខ្ញុំស្រឡាញ់ចការល្មុតត្រង់ហ្នឹងណាបាទខាងក្រោមអត់មានស្មៅទេមកដើមអូធំណាស់ពុកម៉ែបងប្អូនអរគ្នាអើយដើមល្មុតនេះឃើញខ្វាកតែម្ដងឥឡូវចេញមកផ្លូវធំហើយពុកម៉ែបងប្អូនអរគ្នានេះបាទចេញមកផ្លូវធំវិញហើយអូផ្ទះអ្នកភូមិច្រើនពុកម៉ែបងប្អូនអរគ្នាអើយខាងក្នុងភូមិនេះច្រើននេះពុកម៉ែបងប្អូនអរគ្នាខ្ញុំចេញបានចេញមកដល់ផ្លូវធំហើយនេះធ្វើដំណើរបាត់ឆ្វេងនេះគឺទៅកាន់ឃុំតាក្រៀមខាងអាងកំពីងពួយណាបើសិនជាបាត់ស្ដាមធ្វើដំណើរទៅកាន់ខាងភ្នំសំពៅវិញយើងធ្វើដំណើរឡើងទៅកាន់ភ្នំសំពៅឡើងផ្លូវជាតិលេខ57វិញណាពុកម៉ែបងប្អូនអរគ្នាអញ្ចឹងផ្លូវទៅកំពីងពួយមិញខ្ញុំបានផ្ដិតយករូបភាពរួចមកហើយអញ្ចឹងឥឡូវខ្ញុំបត់ទៅឡើងផ្លូវជាតិលេខ57វិញបាទឡានធំពុកម៉ែបងប្អូនអរគ្នាផ្លូវដូចខ្ញុំនិយាយវីដេអូមុនអញ្ចឹងផ្លូវនេះសម្បូរឡានធំដោយសារខាងក្នុងគឺជាការដ្ឋានកិនថ្មបាទហើយនេះវាជាភ្នំក្រពើដែលខ្ញុំជិះហើយនឹងឡើងទៅមិញណាជិះឆ្វែលតាមជើងភ្នំមិញហើយខ្ញុំបានឡើងទៅវត្តលាងកតុយក្រពើផងដែរឡានធំផងបាទបងការកងោកផ្ដើមនេះស្អាតហើយស្លាញ់ផ្កាកងោកនៅរដូវខែ5ខែ6នេះពេញផ្កាស្អាតហ្នឹងខាងមុខខ្ញុំនោះផងដែរគឺវត្តភ្នំអណ្ដើកម៉ែបងប្អូនអរគ្នាវត្តភ្នំអណ្ដើកគឺនៅជាប់នឹងវត្តជាប់នឹងភ្នំក្រពើផងដែរបាទអូនេះសាលាបឋមសិក្សាក្រពើជើងពុកម៉ែបងប្អូនអរគ្នាអូមានដូចខ្ញុំនិយាយខាងដើមអញ្ចឹងពុកម៉ែបងប្អូនអរគ្នាមានភូមិក្រពើជើងក្រពើត្បូងក្រពើកើតប្រហែលជាមានទៀតភូមិក្រពើលិចតាមខ្ញុំគិតណាតែអត់ដឹងនៅម្ដុំណាទេអាចថានៅខាងម្ដុំក្រពើត្បូង
វាមានផ្លូវបត់ចូលទៅច្រើនអញ្ចឹងខ្ញុំគិតថាអាចនៅម្ដុំហ្នឹងណាពុកម៉ែបងប្អូនអរគ្នាតែយើងអត់ស្គាល់ផ្លូវតែមិញហ្នឹងជិះបាន3ភូមិហើយភូមិក្រពើកើតក្រពើត្បូងក្រពើជើងម្ដុំផ្លូវទៅកាន់អង្គពីងពួយនេះសម្បូរផ្កាហ្នឹងណាពុកម៉ែបងប្អូនអរគ្នាផ្កាដែលខ្ញុំអត់ស្គាល់ឈ្មោះហ្នឹងពុកម៉ែបងប្អូនទាំងអស់គ្នាស្គាល់ជួយខមមិនប្រាប់ខ្ញុំផងឆ្ងល់យូរហើយដោយសារចេះពុកម៉ែបងប្អូនអរគ្នាផ្កាហ្នឹងមិនដឹងបានពូជមកពីណាការខ្ញុំអ្នកខេត្តបាត់ដំបងដែរតែការខ្ញុំនៅតូចអត់សូវមានឃើញផ្កាហ្នឹងទេទៅតែនេះប្រហែលឆ្នាំចុងក្រោយនេះរយៈពេលប្រហែលជា15ឆ្នាំចុងក្រោយនេះសម្បូរផ្កាហ្នឹងតែម្ដងមិនដឹងជាបានពូជមកពីណាដាំសឹងតែដាំចង់និយាយថាដាំច្រើនមុខផ្ទះភាគច្រើនគឺគាត់ដាំផ្កាហ្នឹងតែម្ដងអញ្ចឹងបានថាខ្ញុំអត់សូវស្គាល់ស្អាតមានដាំផ្កាកង្កោកផ្កានឹងពណ៌លឿងហើយពណ៌ក្រហមច្រោះចម្រុះគ្នាជាស្អាតនេះសាលាបឋមសិក្សានំក្រពើបាទនឹងឲ្យពុកម៉ែបងប្អូនទាំងគ្នាខ្ញុំសូមបិទបញ្ចប់វីដេអូតាមនេះហើយបិទបញ្ចប់វីដេអូខាងមុខសាលាបឋមសិក្សាភ្នំក្រពើនេះអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់សូមជួយចុច like ចុច Subscribe Channel YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីជាកម្លាំងចិត្តថតវីដេអូចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាបន្តទៀតហើយសូមខន្តីអភ័យទោសរាល់ពាក្យពេចន៍និងការថតវីដេអូមានការខុសឆ្គងមិនច្បាស់ត្រង់ចំណុចណាសូមខន្តីអភ័យទោសនិងអធ្យាស្រ័យផងអរគុណច្រើនជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាមានសុខភាពល្អរោគទទួលទានមានបានជួបគ្នាវីដេអូក្រោយអរគុណបាទជម្រាបលា